listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកសួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីពីរដ្ឋធានី Washington ខ្ញុំបាទតាំងសារ៉ាដាសូមស្វាគមន៍លោកអ្នកស្ដាប់ទាំងអស់ខ្ញុំបាទជីវីតាក៏សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃប្រហ័ស11កើតខែចេសឆ្នាំមមែសប្បស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី28ខែឧសភាគ្រិស្តសករាជ2015បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃពលរដ្ឋវៀតណាមជីករណ្ដៅដាំដើមកាហ្វេរាប់រយរណ្ដៅនៅក្នុងតំបន់ព្រំដែនហាមឃាត់នៃប្រទេសទាំងពីរចំនួនដីធ្លីនៅក្នុងភូមិប្រមាស្រុកឆ្លងខេត្តក្រចេះឈានដល់ការប្រឈមមុខដាក់គ្នាសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យអង្គការសមាគមកម្ពុជាក្រោមប្រើទីលានប្រជាធិបតេយ្យដើម្បីរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោមមន្ត្រីគណៈបកកណ្ដាលអំណាចអះអាងថាអ្នកតំណាងរាស្ត្ររបស់បកខ្លួនមិនដែលបដិសេធអំពីកិច្ចសហការជាមួយភាគីពាក់ព័ន្ធឡើយរួមនឹងព័ត៌មានផ្សេងៗទៀតមួយចំនួនជាបន្តទៅទៀតនេះខ្ញុំបាទជីវីតាសូមជូនព័ត៌មានទាំងនោះពិស្ដាប្រជាពលរដ្ឋជនជាតិដើមភាគតិចចរាយខ្មែររស់នៅជិតតំបន់ព្រំដែនវៀតណាមក្នុងខេត្តរតនគិរីអះអាងថារណ្ដៅដាំដើមកាហ្វេរាប់រយរណ្ដៅត្រូវបានពលរដ្ឋវៀតណាមជីករួចស្រេចនៅជាប់នឹងស្រះដែលពួកគេបានជីកក្នុងតំបន់ព្រំដែនហាមឃាត់នៃប្រទេសទាំងពីរអ្នកភូមិបារម្ភថាប្រសិនបើសមត្ថកិច្ចព្រំដែនខ្មែរមិនយកចិត្តទុកដាក់ទប់ស្កាត់ទេនោះពលរដ្ឋវៀតណាមនឹងបន្តដាំដើមកាហ្វេក្នុងតំបន់ប្រទីងប្រទងគ្នានេះថែមទៀតបាទលោករដ្ឋាភិបាលរាយការណ៍ប្រជាពលរដ្ឋខ្មែររស់នៅភូមិលំឃុំប៉ក់ញ៉ៃស្រុកអូយ៉ាដាវខេត្តរតនគិរីអំពាវនាវសូមឲ្យតម្រួតព្រំដែនខ្មែរឃ្លាំមើលឲ្យដិតដល់ខ្លាចក្រែងពលរដ្ឋវៀតណាមបន្តរំលោភបំពានតំបន់ព្រំដែនហាមប៉ះពាល់ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីតំណាងអ្នកភូមិ3នាក់នៅព្រឹកថ្ងៃទី28ខែឧសភាបានធ្វើដំណើរទៅពិនិត្យមើលស្រះទឹកដែលពលរដ្ឋវៀតណាមបានជីកនៅតំបន់សតាមព្រំដែនប្រទេសទាំងពីរហើយបានប្រទះឃើញរណ្ដៅជម្រៅ1ម៉ែត្រ4ជ្រុងរាប់រយរណ្ដៅដែលគេជីករួចស្រេចក្នុងបំណងដាំដើមកាហ្វេនៅពេលខាងមុខនេះតំណាងអ្នកភូមិលោកសេវស្វានមានប្រសាសន៍បញ្ជាក់ថានៅតំបន់ព្រំដែនប្រទាញប្រទង់រវាងកម្ពុជានិងវៀតណាមនៅចន្លោះប៉ុស្តិ៍ការពារព្រំដែនភូមិលំនិងប៉ុស្តិ៍ភ្នំក្រហមពលរដ្ឋវៀតណាមកំពុងត្រៀមដាំដើមកាហ្វេក្បែរស្រះដែលពួកគេជីកក្នុងតំបន់សហេតុនេះអ្នកភូមិបារម្ភថាបើគ្មានការត្រួតពិនិត្យទេយុទ្ធសាស្ត្រពង្រីកទឹកដីរបស់ពលរដ្ឋវៀតណាមនឹងធ្វើឲ្យបាត់បង់ដីខ្មែរនៅតំបន់នោះគេពង្រីកមកដល់ច្រកហ្នឹងគេកាប់ដាំកាហ្វេកន្លែងហ្នឹងគេដាំកាហ្វេហើយយូរគេយកដីប្រហែលចុងតែដីគេហើយកាលពីដើមសប្តាហ៍តម្រួតព្រំដែនខ្មែរនៅស្រុកអូយ៉ាដាវមានការភ្ញាក់ផ្អើលបន្ទាប់ពីដើរល្បាតតាមបន្ទាត់ព្រំដែនហើយប្រទះឃើញស្រះទឹកធំយ៉ាងហោចណាស់5ត្រូវបានភាគីវៀតណាមជីករួចស្រេចនៅលើចំណុចសដែលភាគីប្រទេសទាំងពីរឯកភាពគ្នាចាត់ទុកថាជាតំបន់ហាមប៉ះពាល់ស្នងការរងប៉ូលីសខេត្តរតនគិរីទទួលបន្ទុកកិច្ចការព្រំដែនលោកហេងរតនាមានប្រសាសន៍បញ្ជាក់ថាបន្ទាប់ពីមានការរំលោភនេះតម្រួតព្រំដែនត្រូវបានចាត់ឲ្យល្បាតនៅតំបន់នោះជាប្រចាំមិនឲ្យកើតមានព្រឹត្តិការណ៍រំលោភថ្មីទៀតបានទេលោកថាតម្រួតព្រំដែនខ្មែរនៅចំណុចមានទំនាស់បានជួបប្រជុំនឹងតម្រួតព្រំដែនវៀតណាមរួចហើយដើម្បីផ្ដល់ព័ត៌មានពីការរំលោភនេះចំណែកភាគីវៀតណាមអះអាងថានឹងធ្វើរបាយការណ៍ជូនថ្នាក់លើរបស់ពួកគេដោះស្រាយមកប៉ុស្តិ៍នឹងហើយនឹងប៉ុស្តិ៍ភូមិក្រហមជាប់គ្នាគឺជួយសហការគ្នាដើរល្បាតឃើញឯដកនៅអត់ឲ្យប៉ះពាល់អីទេហើយលើរងចាំថ្នាក់លើគាត់មានបទជាដល់តែមិនតែឲ្យធ្វើតគាត់មានឲ្យធ្វើតគឺការពារដាច់ខាតដូចគ្នានេះដែរអ្នកនាំពាក្យនឹងជាអភិបាលរងខេត្តរតនគិរីលោកញ៉ែមសំអឿនមានប្រសាសន៍ថាអាជ្ញាធរខេត្តបានធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃនិងគណៈកម្មការចម្រុះទទួលបន្ទុកកិច្ចការព្រំដែនរួចហើយលោកថាក្រុមការងារថ្នាក់ជាតិនឹងចុះមកពិនិត្យស្ថានភាពជាក់ស្ដែងនៅកន្លែងកើតហេតុហើយទំនងកំណត់ការទូតមួយនឹងត្រូវធ្វើឡើងរួមជាមួយការទាមទារឲ្យភាគីវៀតណាមលុបស្រះនោះវិញវគ្គព្រំដែនយើងបានហាមឃាត់អីហើយបរដ្ឋមន្ត្រីនៅក្រសួងមហាផ្ទៃលោកនឹងពាក្យសារជាមួយខាងវៀតណាមឲ្យចុះពិនិត្យមើលទីតាំងហ្នឹងហើយនឹងមានម្ដងថាឲ្យលុបស្រះនោះវិញទទួលម្ដងថានឹងមានពេលវេលាមិនយូរទេទោះជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តរតនគិរីលោកឆៃធីចាត់ទុកផែនការជីកស្រះនិងដាំកាហ្វេនៅតំបន់ហាមឃាត់របស់ភាគីវៀតណាមថាជាចេតនា
ទន្ទ្រានកាន់កាប់ដីនៅតំបន់ព្រំដែន ការព្រួយបារម្ភហើយបើសិនជាមិនមានផែនការជាក់លាក់ពីរដ្ឋាភិបាលឬក៏អាជ្ញាធរខេត្តទេយើងគិតថាព្រំដែនយើងប្រឈមនឹងការបាត់បង់ទៅថ្ងៃអនាគត ប្រទេសកម្ពុជានិងវៀតណាមមានព្រំដែនគោកនិងព្រំដែនទឹកសរុប 2572 គីឡូម៉ែត្រដំណើរការរុករកនិងបោះបង្គោលព្រំដែនកម្ពុជានិងវៀតណាមបានបោះបង្គោលព្រំដែនរួមគ្នាបានចំនួនជាង280បង្គោលហើយក្នុងចំណោមបង្គោលព្រំដែនគោកសរុប314បង្គោលនៅខេត្តរតនគិរីប្រទេសកម្ពុជានិងវៀតណាមបានឯកភាពគ្នាបោះបង្គោលព្រំដែនចាប់ពីព្រំប្រទល់3ប្រទេសកម្ពុជាវៀតណាមនិងឡាវរួមមានបង្គោលព្រំដែនលេខ0ដល់បង្គោលលេខ29ចំណែកបង្គោលព្រំដែនលេខ30ស្ថិតនៅចំណុចផ្លូវជាតិលេខ 78A មុខច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូយ៉ាដាវបានឯកភាពបោះតម្រុយបង្គោលព្រំដែនបណ្ដោះអាសន្នចាប់ពីបង្គោលព្រំដែនលេខ31ទៅទល់នឹងបង្គោលព្រំដែនលេខ39ភាគីទាំងពីរមិនទាន់ឯកភាពគ្នាបោះតម្រុយនៅឡើយដោយឡែកចាប់ពីបង្គោលព្រំដែនលេខ40ដល់បង្គោលព្រំដែនលេខ41ព្រំប្រទល់ខេត្តមណ្ឌលគិរីបានបោះតម្រុយបង្គោលព្រំដែនបណ្ដោះអាសន្នហើយដែរខ្ញុំរដ្ឋាភិបាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីបលោកអ្នកស្ដាប់ជាទីមេត្រីពីខេត្តក្រចេះវិញចំនួនដីធ្លីមួយកន្លែងនៅក្នុងភូមិប្រមាឃុំកំពង់ដំរីស្រុកឆ្លងបានឈានដល់ការប្រឈមមុខដាក់គ្នាយ៉ាងតឹង